ខ្ញុំបានធ្វើស្អីមុននេះពុទ្ធអើយអាយម៉ែសំទោសតែម៉ែមិនចង់ឲ្យកូនរំលឹករឿងនោះទេបើឯងដឹងថាឯងមិនមែនជាកូនស្រីម៉ែពិតមែនតើឯងនឹងឈឺចាប់បែបណាទៅកូនមីងស្បៃអើយមិនហើយនាងអាយឥឡូវកាន់តែធំនាងមានមាយាទចរិយាមិនសមនឹងកូនស្រីឯងទេនាងអាចមិនជាកូនស្រីឯងក៏ថាបាននៅយប់នោះមានរឿងចៅលួចដុតភូមិម្នាក់ព្រាត់ម៉ែព្រាត់កូនពេញនឹងហើយកូនស្រីឯងមិនដឹងថាពេលនេះនាងធំឬនៅទីណាទេនាងស្បៃឯងមាននៅចាំកូនស្រីពិតប្រកបរបស់ឯងមានស្នាមអ្វីឬអត់ទេបើតាមយើងសង្កេតចៅស្រីម្នាក់នេះទាំងមុខមាត់ចរិយាសម្បត្តិល្អនាងមានស្នាមក្រហមនឹងកដៃស្ដាំរបស់នាងប៉ុន្តែចាំមិនតែសាក់ខ្ញុំភ័យខ្លាំងណាស់នាងមិនមែនជារាជសាមញ្ញទេនាងជាបុត្រីស្ដេចណានាងស្បៃថាហើយនាងពិតជាមិនមែនប៉ុន្តែស្នាមជាប់នៅលើដៃនាងខ្ញុំនៅចាំសង្កេតលោកតាគឺកលបុត្រដឹងខ្លួនហើយបុត្រអើយយ៉ាងមិនទៅហើយចៅនៅឈឺក្បាលទៀតទេខ្ញុំនៅឈឺតិចដែរតែថាពួកអ្នកជានរណាទេបុត្រក្មួយចាំពួកយើងមិនបានទេអីមីងគឺម៉ែនាងអាយនោះអីនេះក៏ប្រាប់ថានាងបាត់បង់ការចងចាំណានាងជានរណាខ្ញុំមិនស្គាល់នាងទេមុនធីតាធ្លាក់ទឹកមុខនិងមានអារម្មណ៍ថាឈឺចាប់អួលនេះច្រើនយប់ហើយដែលនាងបង្ហាញខ្លួននៅក្បែរគេតែគេដឹងខ្លួនមកវិញគេបែរជាចាំនាងមិនបានសូម្បីបន្តិចឡើយបុត្រនាងជាអ្នកមើលថែចៅតាំងពីឯងដេកលក់មករហូតណាឯងមិនចាំគេបន្តិចទេអីតាគឺលោកតាសាក់ពិតទេខ្ញុំចាំតាបានគឺតាសាក់នឹងហើយប្រសើរណាស់យ៉ាងណាក៏នៅយើងមួយដែលឯងចាំបានអូយបងដឹងខ្លួនហើយមែនទេបងអូននឹកបងណាបងនៅឈឺត្រង់ណាខ្លះនាងជានរណាខ្ញុំប្រហែលមុខគឺអាចជាប្រពន្ធបងនោះអីបងបុតចាំមិនបានទេអីព្រោះតែបងឈឺពេលបងជានឹងចង់ចាំវិញហើយនាងអាយជ្រុលពេកហើយណាប្រពន្ធស្អីឯងនាងណែខ្ញុំមិនបានសុំយោបល់ពីមីងទេកុំចេះលូកមាត់ឯងហៅយើងថាម៉េចនាងអាយមីងមិនចាប់ឲ្យបាត់សម្រាប់ទឹកភ្នែកស្អីទៀតទេក្រែងមីងជាអ្នកនិយាយថាខ្ញុំមិនមែនជាកូនមីងនោះអីខ្ញុំសាប់ធ្វើអីតាមរកកូនមីងទៅពីពេលនេះតទៅខ្ញុំនឹងរស់នៅជាមួយបងបុតហើយបងបុតជាប្តីរបស់អាយតែម្នាក់គត់ចាំទុកនាងអាយនេះរមើលគុណបើកុំតែបាននាងស្បៃយកឯងមកពីភ្នក់ភ្លើងម្លេះពេលនេះឯងស្លាប់បាត់ទៅហើយយាយនាងនេះបានហើយខ្ញុំឈឺក្បាលណាស់ឈប់ជ្រុះគ្នាទៅចេញឲ្យអស់ទៅខ្ញុំចង់សម្រាកបាត់គឺឆាប់ចេញទៅខ្ញុំមិនស្គាល់នាងទេសំលេងស្រែកខ្លាំងធ្វើឲ្យទឹកភ្នែកធីតាតូចរលីងរលោងស្រក់ចុះមកឯនាងអាយញញឹមពេញចិត្តបុត្រចៅនៅស្ដាយក្រោយដែលដេញនាងចេញហើយស្ដាយក្រោយស្ដាយមុខអីតាក៏មកចេះបងបុតណាបងសំងំសម្រាប់ឲ្យច្រើនចុះណាចាំអាយដាំបបរក្តៅឲ្យបងបាទអរគុណទីបំផុតមុនធីតាបានស្រក់ទឹកភ្នែកដ៏ថ្លារបស់នាងចេញមកតក់ស្រក់លើស្លឹកស្មៅតែនាងមិនបានសង្កេតនេះឬស្នេហានេះឬការឈឺចាប់របស់មនុស្សបៃតាអើយជួយបុត្រីផងបុតចង់ត្រឡប់ទៅវិញបុតមិនចង់នៅទីនេះទេចៅស្រីកុំយំអីតានឹងរកវិធីឲ្យបុតចងចាំឡើងវិញលោកតាខ្ញុំលែងចង់នៅទីនេះហើយខ្ញុំចង់ទៅកន្លែងរបស់ខ្ញុំវិញ
ក្មួយស្រីឈប់យំទៅណាព្រោះតែបុតគេបាត់ការចងចាំទៅបែបនេះចាំបន្តិចបុតរំលែងអីហើយគ្មានឱកាសទៀតទេអស់ពេលហើយមីងចៅមានន័យថាម៉េចនិយាយឲ្យតាស្ដាប់បន្តិចមកមើលលោកតាខ្ញុំមានរូបរាងជាមនុស្សបានតែពេលយប់ទេថ្ងៃរះពេលណារាងកាយឆ្មានឹងមកគ្របលើខ្ញុំជាថ្មីតាចាំឬអត់ថ្ងៃដំបូងតាជួបខ្ញុំគឺខ្ញុំជាសត្វឆ្មាមួយក្បាលនោះហើយពុទ្ធូចុះក្មួយគិតធ្វើបែបណាបន្តទៀតមិនដឹងទេមីងអើយពេលនេះបិតាមិនដឹងថាយ៉ាងណាទេនគរទាំងមូលខ្លាចជាឆ្មាទាំងអស់មិនអីទេតាសន្យាថានឹងជួយចៅណាឥឡូវនេះចៅសម្រាប់សិនទៅស្អែកព្រឹកថ្ងៃថ្មីតាជឿថាចៅនឹងមានសង្ឃឹមហេតុអីបានជាខ្ញុំនៅតែគិតពីស្រីម្នាក់នោះតាំងពីពេលនោះមកនាងមិនបានមកមើលខ្ញុំទៀតទេ